នេះថ្ងៃនេះគឺខ្ញុំធ្វើវីដេអូមួយស្ដីអំពីការប្រើប្រាស់បូរុននិងកាល់ស្យូមទៅលើដំណាំស្វាយតើការប្រើប្រាស់កាល់ស្យូមនិងបូរុនទៅលើដំណាំស្វាយតើវាខុសគ្នាដូចម្ដេចហើយវាមានតួនាទីដូចម្ដេចខ្លះទៅលើដំណាំស្វាយចំពោះបូរុនគឺយើងប្រើនៅពេលដែលស្វាយចាប់ផ្ដើមចេញពីប្រវែងជាចង្អុលដៃនេះឡើងបងប្អូនប៉ុណ្នេះឬក៏ចាប់ផ្ដើមពីខ្នើយមាន់ក៏បានដែរគឺយើងប្រើបូរុនមានតួនាទីមួយសម្រាប់ជួយដំណើរបង្កាត់លំអងរបស់ស្វាយបានល្អដូច្នេះយើងប្រើបូរុនហ្នឹងគឺចាប់ពីប៉ុណ្ណាការរបស់វាប្រវែងមួយចង្អុលមួយថ្នាំងដៃឡើងបាទគឺយើងប្រើបូរុនយើងបាញ់ហើយចំពោះការបាញ់គឺយើងប្រើបូរុន1 លីត្រជាមួយនឹងទឹក1000 លីត្រហើយលាយជាមួយនឹងថ្នាំជំងឺថ្នាំសត្វល្អិតហើយនឹងជីបំប៉នផ្សេងទៀតបាទនេះគឺយើងប្រើបូរុនបាទហើយចំពោះតួនាទីរបស់កាល់ស្យូមឬក៏ថាយើងប្រើកាល់ស្យូមគឺយើងប្រើនៅពេលណានៅពេលកាល់ស្យូមគឺនៅពេលដែលស្វាយចាប់ផ្ដើមមានក្តាប់បាទចាប់ផ្ដើមមានក្តាប់បពោលទៅគឺចាប់ផ្ដើមទូចជាងនេះឬក៏ហៅថាប៉ុនជើងធូបចាប់ផ្ដើមពីប៉ុណ្នេះឬក៏ប៉ុណ្នេះឡើងបាទគឺយើងប្រើកាល់ស្យូមតួនាទីរបស់កាល់ស្យូមគឺសម្រាប់ជួយបង្ក្រប់ឬបំពេញនៅសម្បករបស់វានេះសម្បករបស់ផ្លែនេះហើយឲ្យផលិតសម្បកផលិតសាច់បាទធ្វើម៉េចឲ្យមានសម្បកស្អាតហើយមានសាច់ល្អសាច់ក្រាស់ជាដើមអាហ្នឹងជាតួនាទីរបស់កាល់ស្យូមបាទប៉ុន្តែអានេះយើងមើលទៅឃើញថាវាត្រូវទឹកភ្លៀងវាអត់ល្អទេប៉ុន្តែអ្វីដែលខ្ញុំនិយាយវាពាក់ព័ន្ធទៅនឹងភាពខុសគ្នានៃការប្រើរវាងកាល់ស្យូមនិងបូរុនបាទបូរុនគឺយើងប្រើចាប់ផ្ដើមពីប៉ុណ្នេះឡើងរហូតទៅដល់ស្វាយនឹងចាប់ផ្ដើមរីកបាទចាប់ផ្ដើមរីកដើម្បីឲ្យវាបង្កាត់គ្នាបានល្អដំណើរការបង្កាត់នឹងបានល្អបាទហើយចំពោះអានេះគឺកាល់ស្យូមយើងប្រើចាប់ពីស្វាយប៉ិនចុងចង្កឹះឡើងបាទប៉ុន្តែវាមានថ្នាំខ្លះគឺមានលាយសារធាតុផ្សំខ្លះថាគឺគេប្រើជាមួយនឹងកាល់ស្យូមបូរុនដោយសារនៅក្នុងចម្ការហ្នឹងគឺបងប្អូនពិនិត្យមើលគឺវាអត់ស្រោះគ្នាទេពីព្រោះថាចម្ការហ្នឹងវាមានផ្កាខ្លះវាមានទៅតែចេញផ្កាខ្លះវាមានក្តាប់ខ្លាយអញ្ចឹងហើយបានជាគេប្រើគុំគ្នារវាងកាល់ស្យូមហើយនឹងបូរុនបាទបើតាមពិតទៅដំណើររវាងកាល់ស្យូមនិងបូរុនតួនាទីវាទៅលើស្វាយនោះគឺវាមានភាពខុសគ្នាដោយអ្វីដែលខ្ញុំបានប្រាប់បងប្អូនពីដើមមកអញ្ចឹងបាទសូមអរគុណចំពោះបងប្អូនដែលបានទស្សនាអំពីភាពខុសគ្នានៃការប្រើប្រាស់កាល់ស្យូមហើយនិងបូរុនបាទសូមអរគុណសូមជម្រាបលាបាទ